សម្រាប់ខ្ញុំគឺអាចថាយើងដើរចំណុចនេះបងគឺយើងអត់ចង់អាចថាអ្នកខ្សោយឬក៏អ្នកនៅក្រុមយើងទៀតទេបើសិនជាយើងជួបអ្នកខ្សោយយើងឈ្នះគឺតែតែមានការរីកគុណពីបងប្អូនអញ្ចឹងខ្ញុំចង់ជួបកីឡាករណាដែលល្អហើយអាចថាតែបងប្អូនហ្វេនឬក៏អ្នកបងប្អូនពេញចិត្តថាអាចមកប្រកួតមួយយើងបានហើយនឹងមើលជួយចិត្តវាយឲ្យបងប្អូនរីកគុណគឺខ្ញុំចង់វាយអ្នកហ្នឹងយើងថាកម្លាំងរបស់យើងអាចថាបើ100ក៏បានតែ80ដែរតែបន្តទៅ100បានថា60ឬក៏65ទេដោយសារយើងធ្វើដំណើរឆ្ងាយហើយការហូបអាហារវាខុសគ្នាយើងអស់ហ្នឹងឯងមានដូចជាគាត់គឺបាយទៅពេល2 3អញ្ចឹងឃើញតែគាត់កីឡាករល្អបាទហើយដល់ពេលយើងមិននឹកស្មានថាយើងអាចប្រមូលគាត់បានដោយសារលើគេល្បីសារខ្ញុំនិយាយជាមេរៀនអញ្ចឹងតែដល់ពេលយើងទៅគាត់លើថាខ្ញុំមានប្រពន្ធនៅបារាំងលេខមកវិញដកខ្ញុំទៅចោះតាមទៅដឹងហើយទៅគាត់ថាដល់នេះថានៅសុំដល់បងសុំគុណមួយទៀតគាត់បាននិយាយហ្នឹងគេនិយាយមុនបាទអត់ទេអារម្មណ៍វាមានព្រួយបារម្ភដែរបងព្រោះយើងអាចថាបើខានយូរយើងហាត់ដោយសារយើងមានការប្រកួតនៅខ្មែរច្រើនហើយការប្រកួតរបស់យើងដូចជាទៅកូរ៉េទៅអីសម្រាប់យូរយើងវាយមិនកើតយើងទៅនៅយូរបាទហើយសម្រាប់បទពិសោធន៍លើកដំបូងនៅប្រទេសបារាំងទទួលបានការកក់ក្ដៅពីបងប្អូនយើងនៅទីនោះវិញអូបើសិនជាបងប្អូននៅនោះគឺគាត់ទទួលរាក់ទាក់ខ្លាំងមែនទែនមកជាពិសេសគឺមានកាដូលើកទឹកចិត្តមានទឹកអប់មានហៅយើងទៅហូបអាហារផ្ទះគាត់ដើម្បីលើកទឹកចិត្តម៉ែដូចគ្នាជាគាត់គឺយើងកក់ក្ដៅយើងទៅគឺយើងសប្បាយចិត្តនឹងដែលការទទួលស្វាគមន៍របស់គាត់ហើយសម្រាប់បទពិសោធន៍ការប្រកួតអាហារកម្លាំងរបស់ដូចស្រុកខ្មែរដែរកម្លាំងយើងបើនិយាយថាបើនៅស្រុកយើងហើយនៅស្រុកបារាំងវាអត់ដូចគ្នាអត់ដូចគ្នាបាទដោយសារបើយើងនៅយើងថាកម្លាំងរបស់យើងអាចថាបើ100ក៏បានតែ80ដែរតែបន្តទៅ100បានថា60ឬក៏65ទេដោយសារយើងធ្វើដំណើរឆ្ងាយហើយការហូបអាហារវាខុសគ្នាយើងអស់ហ្នឹងឯងមានដូចជាគូខ្ញុំពីមុនគឺខ្ញុំនិយាយទៅពីមុនខ្ញុំដែរស្គាល់គាត់ទេតែខ្ញុំតែឃើញផលីគាត់ភាពបាទហើយខ្ញុំបានតាមមើលវីដេអូគាត់ឃើញគាត់បាយទៅពេល2 3អញ្ចឹងឃើញតែគាត់កីឡាករល្អបាទហើយដល់ពេលយើងមិននឹកស្មានថាយើងអាចប្រមូលគាត់បានដោយសារលើគេល្បីសារខ្ញុំនិយាយជាមេរៀនអញ្ចឹងតែដល់ពេលយើងទៅជាក់ស្ដែងគឺយើងអាចធ្វើបានបាទចិត្តពីកម្លាំងបន្តពីបាទព្រោះឃើញគេប្រកួតសាមគ្គីចិត្តខែនេះខ្ញុំដែរគេល្អណាស់តែមិនអត់បានតែគាត់បាត់យើងវាយមិនដែរហើយយ៉ាងណាក៏បីជាសមិទ្ធផលនៅអ្វីៗក្នុងការអាចនិយាយថាគេមិនអាចទៅគេហាត់គាត់គុណចិត្តខែអញ្ចឹងយើងគុណខ្មែរបំផាត់បាច់គុណគេវាជារឿងដែលមោទនភាពបំផុតបាទចង់ជួបអីសម្រាប់ខ្ញុំគឺអាចថាយើងដើរចំណុចនេះបងគឺយើងអត់ចង់អាចថាអ្នកខ្សោយឬក៏អ្នកនៅក្រុមយើងទៀតទេបើសិនជាយើងជួបអ្នកខ្សោយយើងឈ្នះគឺតែតែមានការរីកគុណពីបងប្អូនអញ្ចឹងខ្ញុំចង់ជួបកីឡាករណាដែលល្អហើយអាចថាតែបងប្អូនហ្វេនឬក៏អ្នកបងប្អូនពេញចិត្តថាអាចមកប្រកួតមួយយើងបានហើយនឹងមើលជួយចិត្តវាយឲ្យបងប្អូនរីកគុណគឺខ្ញុំចង់វាយអ្នកហ្នឹងថ្ងៃខ្ញុំទៅបារាំងហ្នឹងនៅកំពង់សោមយកខ្សែក្បាត់គុណខ្មែរពិភពលោក10លានបាទហើយយកអត់តម្លៃខ្លួនណាបាទហើយមកជិះបងថាវ៉ានេះយក10លានមួយទៀតបាទមួយចាយទៅអស់មួយមកទៀតបាទទុកលុយអត់ដល់បាទលុយអត់បាត់ទុកតែគាត់ថាវាអត់សូវមានលុយចាយបុណ្យយកអត់បាទអរគុណច្រើនចុះអី